បាទសួស្តីបងប្អូនអរគ្នាជួបគ្នាសារជាថ្មីថ្ងៃនេះយើងមកវិភាគទីផ្សារមាសតិចមានបងប្អូនយើងបាន message ជា comment មកក្នុង YouTube ក៏ដូចជានៅក្នុង Home Forex Trading Channel ខ្ញុំបន្តពីយើងបានវិភាគកាលពីថ្ងៃទី4ខែ4ឡើងថ្ងៃនេះថ្ងៃទី24ខែ4អញ្ចឹងយើងដឹងហើយថាមាសឡើងហើយឡើងទៀតប្រវត្តិសាស្ត្រហើយប្រវត្តិសាស្ត្រទៀតអ្នកខ្លះក៏រំពឹងថាចុះហើយមិនចុះបែរជាឡើងអ្នកខ្លះក៏រំពឹងថាឡើងហើយបែរជាវាមិនឡើងទៅជាចុះវិញច្បុកច្បល់អញ្ចឹងដើម្បីជាកន្លឹះក្នុងការជួយបងប្អូនយើងទាំងអស់គ្នាខ្លីៗមិនបានលំអិតស៊ីជម្រៅទេបងប្អូនអាចព្យាយាមគូស support resistance ហើយនឹងព្យាយាមមើលកម្លាំងfundamental យើងអាចមើលប្រឹងប្រែងមើលឲ្យបានច្រើនក៏ល្អម្យ៉ាងដែរប៉ុន្តែយ៉ាងហោចណាស់ក៏ជាtechnical យើងជួយយើងមួយចំនួនក្នុងការឲ្យយើងចូលមិនមានហានិភ័យអញ្ចឹងគោលការណ៍របស់យើងព្យាយាមកំណត់មិនឲ្យលើសពី2ទៅ3%និងយ៉ាងច្រើនបំផុតគឺ5%ក្នុងមួយ transaction ធៀបជាមួយនឹងដើមទុនរបស់យើងចឹងបន្ទាប់ពីខ្ញុំគូសវាសកាលពីថ្ងៃទី4រួចរាល់ហើយឃើញថាទីផ្សាររបស់យើងគឺវាបានដើរមកដល់ចំណុចនេះនឹងដើរមកដល់ចំណុចនេះចឹងពេលដែលទីផ្សាររបស់យើងដើរមកដល់ចំណុចហ្នឹងអ្នកគ្នាមើលឃើញថាពេលដែលលំហរំទីផ្សារឡើងកន្លងមកហ្នឹងខ្ញុំបានដាក់ប្រមាណពាន់ភីបចឹងទៅចឹងយើងមើលអានេះគឺវាដល់5000ជាងភីបណា5000ជាងភីបហ្នឹងហើយកន្លងមកក៏យើងបានវាស់ដូចគ្នាដែរថាចាប់ពីកម្លាំងទីផ្សារឡើងហ្នឹងគឺវាក្នុងរង្វង់ប្រហែលភីបអញ្ចឹងនៅពេលណាដែលគ្នាយើង2-3000ជាងភីបអញ្ចឹងទៅពេលណាដែលគ្នាយើងព្យាយាមចូលបាយដេញទីផ្សារទាំងដែលទីផ្សាររបស់យើងនៅលើឬមួយក៏អត់បានឆែកមើលកម្លាំងនៃកំពូលរបស់វាធ្វើឲ្យយើងពិបាកហ្នឹងចឹងខ្ញុំឆែកមកកន្លងមកវាក្នុងរង្វង់3000ភីបចឹងបើមែនតែនទៅបងប្អូនប្រហែលជាចូល sell កន្លែងនេះអាចជាប់ហើយចឹងណាបើសិនជាយើងវាស់តាមភីបរបស់យើងណាយើងជាប់មួយខ្សែឬក៏ពីរខ្សែនៅតំបន់នេះហ្នឹងហើយយើងត្រូវ hold ប្រហែលពេលយើងត្រូវ hold ប្រហែលយើង hold ប្រហែលជាចូល1300ភីបអញ្ចឹងបើសិនជាយើងចូលលុបលុនគឺវានឹងដាច់ហើយបើសិនជាគោលការណ៍របស់យើង2ទៅ3%ហ្នឹងគឺមិនដាច់ទេឬក៏មិនមានឧបសគ្គអ្វីទេហើយនៅពេលណាដែលវាឡើងដល់ចំណុចនេះយើងឆែកលំហូររបស់វាយើងឃើញថាកម្ពស់របស់វាគៀកជាមួយនឹង support លំហូរឬមួយក៏គេហៅថាបន្ទាត់លំហូរខ្សែលំហូរនេះគឺ support ចឹងខ្សែលំហូររបស់យើងវាឡើងទៅចឹងទៅវាគៀកជាមួយកន្លែងនេះហើយសម្រាប់ខ្ញុំបានចូលនៅកម្លាំងពេលដែលវាបុកប៉ះអានេះហើយมันធ្លុះហើយវាព្យាយាមចុះមកក្រោមហ្នឹងក៏យើងគិតថាវាជាតម្លៃដែលយើងគួរចូលបានណាប៉ុន្តែសួរថាចូលហ្នឹងយើងសុវត្ថិភាព 100% ទេអត់ទេពីព្រោះយើងចូល sell ទាំងកម្លាំងទីផ្សារកំពុងឡើងប៉ុន្តែយើងអាចទុកបានយូរបើមែនតែនទៅយើងទុកបានត្រឹមប៉ុណ្ណេះបានប៉ុន្តែដោយសារតែខ្ញុំចូលតូចដែរខ្ញុំចូលត្រឹមតែ1 lot ឬ2 lot ធៀបជាមួយ account រៀងធំដែរចឹងទៅវាស្មើនឹងប្រហែលជា 1% ចឹងយើងអាចទុកបានយូរហ្នឹងដោយសារតែកម្លាំងរបស់យើងវាដើរលើសពីជំហានហ្នឹងរហូតដល់1300ភីបហ្នឹងចឹងបើតាមធម្មតាវាដើរលើសរហូតដល់1300ភីបជាងវាមិនអាចដើរលើសថែមមួយជុំទៀតដោយមិនទាន់ចុះទេវាមិនអាចដាក់បានរហូតដល់1300ជាងភីបនៅមួយជុំទៀតទេចឹងហើយបានជាកម្លាំងនេះខ្ញុំបានឆែកឃើញថាទីផ្សាររបស់យើងគួរតែមាន retracement មកវិញហើយតាម technical ស្របជាមួយ fundamental ដែលយើងកំពុងតែទិញមាសនៅខាងក្រៅទិញហើយស្រាប់តែមានចលនានៃការលក់បន្ទាប់ពីសេដ្ឋកិច្ចមានការអនុគ្រោះរវាងដូចជាអាមេរិកនិងចិននៃផ្សេងៗជាដើមអញ្ចឹងណាចឹងហើយបានជាធ្វើឲ្យមាសនោះគឺត្រូវធ្លាក់មកសិនហ្នឹងនេះជាលំនាំទីផ្សារមាសដែលយើងត្រូវចំណាំហើយយើងត្រូវតែស្វែងយល់ឲ្យបានច្រើនហើយបងប្អូនដែលមិនទាន់ចេះស្វែងយល់ចំណុចទាំងអស់នេះ
គួរតែសិក្សាឡើងវិញណាគួរតែសិក្សាឡើងវិញបាទពីព្រោះបច្ចុប្បន្ននេះក៏ខ្ញុំនៅតែមានលក់វីដេអូជាមេរៀនក្នុងការវិភាគក្នុងការប្រឡូកក្នុងវិស័យនេះដូចគ្នាដែរ ពីព្រោះឥឡូវនេះខ្ញុំរៀងតនេដៃច្រើនអញ្ចឹងយើងនឹងបង្រៀនឬក៏យើងនឹងបញ្យល់មានពេលណាត់ជួបច្រើនបាទអញ្ចឹងហើយបងប្អូនអាចចង់ប្រឡូកក្នុងវិស័យហ្នឹងយើងព្យាយាមរៀនសិនអញ្ចឹងយើងធ្លាក់មកដល់ខ្សែដែលយើងគួរឆែកយើងឆែករួចរាល់ហើយដោយតែខ្ញុំដាក់រង្វង់នេះអញ្ចឹងនឹងរង្វង់ហ្នឹងគឺយើងឆែកបានមួយខ្សែណាហ្នឹងហើយឥឡូវនេះយើងគួរតែឆែកខ្សែមួយណាអញ្ចឹងខ្សែមួយនេះគឺខ្សែលំហូរយើងអត់ចាំបាច់ឆែកទៀតទេហ្នឹងអញ្ចឹងអ្វីដែលយើងគួរឆែកមើលគឺខ្សែមួយនេះយើងឆែកមើលខ្សែមួយហ្នឹងប៉ុន្តែវាដាច់ជាមួយនឹងកតុយវាខាងក្រោមនឹងកតុយវាខាងក្រោមអញ្ចឹងបន្ទាប់ពីយើងឆែកខ្សែលំហូរបានអញ្ចឹងហើយឥឡូវយើងសាកលបងរំកិលខ្សែ support យើងណាយើងរំកិលខ្សែ support យើងមកដល់នេះពីព្រោះយើងមិនអាចទុកវានៅកណ្ដាលចឹងទេដោយសារតែទីផ្សាររបស់យើងគឺនៅក្រោមហើយអញ្ចឹងជំរើសទី1របស់យើងត្រូវរំកិលអានេះដើម្បីឆែកកម្លាំងទីផ្សារវាបន្តទៀតថាតើទីផ្សាររបស់យើងគួរលេងក្នុងលំនាំណាបានទៀតបើសិនជាទីផ្សារវាចាប់ផ្ដើមបុកដាច់support ដែលយើងឆែកជាមួយទីផ្សារគៀកហើយនេះនឹងឆែកជាមួយទីផ្សារគៀកហើយនេះអញ្ចឹងបងប្អូនសាកដាក់មើលថាតើទីផ្សាររបស់យើងបច្ចុប្បន្ននេះវាស្ថិតនៅក្នុងតម្លៃមួយណាបាទស្ថិតនៅក្នុងតម្លៃមួយណាអញ្ចឹងទីផ្សារគឺវាដើរក្នុងលំហូរមួយហ្នឹងណាលំហូរមួយនេះលំហូរធំហ្នឹងចឹងនៅពេលណាដែលទីផ្សាររបស់យើងស្ថិតនៅក្នុងតម្លៃមួយដែលស្ថិតនៅក្នុងទីផ្សារបុកដាច់លំនាំ support តូចនេះទីផ្សារវាចាប់ដើមទម្លាក់អញ្ចឹងយើងរកមើលជើងវាមួយទៀតណាបងប្អូនពេលដែលគូសហើយយើងព្យាយាមលុបចោលខ្លះទៅកុំឲ្យស្មុគស្មាញរញ៉េរញ៉ៃអញ្ចឹងយើងមើលជើងវាអញ្ចឹងជើងរបស់វាគឺវាកល់នៅជើង3254ណា3254ហើយយើងមើលក្បាលវាក្បាលពីព្រោះឥឡូវនេះយើងលែងមានអីឆែកពីហើយក្រៅតែពីទីផ្សារទៅក្រោយនេះយើងលែងមានអីឆែកទៀតហើយព្រោះទីផ្សារយើងដឹងហើយថាប្រវត្តិសាស្ត្រហើយប្រវត្តិសាស្ត្រទៀតឡើងខ្ពស់ហើយឡើងខ្ពស់ទៀតហ្នឹងមានន័យថាវាព្យាយាមឡើងខ្ពស់ម្ដងហើយម្ដងទៀតណាម្ដងហើយម្ដងទៀតចេះខ្ញុំសុំបដូរពណ៌វាបន្តិចចុះគឺយើងដាក់ពណ៌លឿងចុះហ្នឹងដើម្បីយើងកំណត់តម្លៃទីផ្សារយើងឲ្យដឹងថាតើចាប់ពីទីផ្សារនេះទៅយើងគួរណាតែមើលបែបណាទៀតយើងសុំបដូរពណ៌តិចទៅឲ្យយើងចាប់ទីផ្សារក្តោបរបស់យើងចឹងទីផ្សារដែលយើងកំពុងតែដើរនេះគឺស្ថិតនៅក្នុងលំនាំមួយនេះណាបងប្អូនស្ថិតនៅក្នុងលំនាំមួយនេះចឹងគ្នាយើងចាប់ដើមដកខ្សែនេះចេញណាខ្ញុំសុំដកខ្សែនេះចេញទៅខ្សែនេះអីខ្សែដែលមិនចាំបាច់អីយើងសម្រួលវាចេញទៅណាកុំឲ្យយើងមើលទៅរៀងស្មុគស្មាញច្រើនណាខ្សែនេះអីយើងដកចេញទាំងអស់ទៅយើងទុកតែខ្សែមួយដែលយើងឆែកទីផ្សារជាក់ស្ដែងអញ្ចឹងបច្ចុប្បន្ននេះគឺទីផ្សាររបស់យើងគឺបានប៉ុណ្ណឹងទីផ្សាររបស់យើងគឺបានប៉ុណ្ណឹងបន្ទាប់ពីយើងឆែកតម្លៃហើយអញ្ចឹងទីផ្សាររបស់យើងបន្ទាប់ពីយើងដឹងថាតំបន់វានៅទីណាយើងចាប់ផ្ដើមមើលគម្លាតទីផ្សារឡើង50ចុះ50មានន័យថាទីផ្សារយើងនឹងប្រកាសជាវាឲ្យក្នុងរង្វង់កណ្ដាលអញ្ចឹងទីផ្សាររបស់យើងគឺវាមានពាក់កណ្ដាលណាពាក់កណ្ដាលយើងមើលពីលើមកក្រោមនេះគឺវា1230ណា1230សម្រាប់ឯទីផ្សារមកខាងក្រោមនោះគឺវា1000ជាងណា1000ជាងដែរអញ្ចឹងបងប្អូនអាចក្នុងរង្វង់នេះអ្វីដែលទីផ្សាររបស់យើងគួរលេងគឺយើងគួរលេង sell បន្ទាប់ពីយើងឆែកហើយយើងគួរលេង sell
យើងដាក់ឲ្យធំតិចចុះយើងគួរលេង cell នេះតាមពិតទៅយើងកម្លាំងរបស់វាឲ្យយើង cell តាំងពីយូរដែរណាបន្ទាប់ពីនៅបកគោទី2នេះយើងលេង cell ពេលរៀងឆែកហើយមួយទៀតដែលបងប្អូនដូចជាពិបាកក្នុងការកំណត់ TP អញ្ចឹង TP របស់យើងអាចដាក់នៅខាងលើ support យើងកុំដាក់គីជាមួយ support អញ្ចឹងយើងគួរតែដាក់នៅតំបន់10 32 87នេះបើយើងចង់ដាក់ទៅលើ TP ដែលយើងមិនបានមើលណាព្រោះពេលណាដែលយើងដាក់គីជាមួយនេះទីផ្សារវាអាចចង់ shadow ឬមួយក៏ពេលខ្លះវាមកដល់នេះវាមកក្បែរនឹងដល់ប៊ីសដល់ចឹងទៅហើយយើងក៏ទីផ្សារទៅវិញអញ្ចឹងវាពិបាកនឹងចូលវាថាទីផ្សាររបស់យើងបែរជាអត់ចូល TP របស់យើងទៅវិញហ្នឹងចឹងអ្វីដែលទីផ្សារយើងប្រយ័ត្នទី1យើងចូល cell យើងចូល cell នៅតំបន់នេះបានមួយខ្សែហើយហាមពេលដែលទីផ្សារបុកដេញឡើងទៅលើគឺយើងអត់អាចចូល cell ដេញទេនឹងតំបន់ដែលយើងគួររងចាំ zone ទី2ហ្នឹងគឺនៅ zone 2000 ជាង pip នេះនៅតំបន់ខាងលើនេះដែលជាតំបន់មួយដែលយើងពិចារណាទៅលើទីផ្សារចូល cell លើកទី2ប៉ុន្តែបើសិនជាទីផ្សាររបស់យើងឡើងហើយឡើងទៀតវាមិនអាចឈានដល់កំពូល top level នេះទេនោះបងប្អូនមិនចាំបាច់ព្យាយាមរកតំបន់បាយទេយើងព្យាយាមខ្សែតម្លាក់ទៅព្រោះទីផ្សារអាចថាជាប្រវត្តិសាស្ត្រតម្លៃថ្មីតាំងតែពីដើមមកមិនដែលមានគឺនៅតម្លៃ34.99ណា34ថា35អីហ្នឹងចុះណា35ចុះនៅ 99.9 ថា3,500ចឹងនេះជាតម្លៃទីផ្សារប្រវត្តិសាស្ត្រថ្មីហើយណាទីផ្សារប្រវត្តិសាស្ត្រថ្មីចឹងរំលឹកសារជាថ្មីថាទីផ្សារដែលយើងគួរចារណាទៅលើការលេងហ្នឹងគឺនៅក្នុង zone នេះគឺយើង zone cell យើងនៅអាច cell បានដល់ហើយណាយើងនៅអាច cell បានដល់ហើយហើយSL របស់យើងបើគ្នាយើងចង់លេង SL យើងដាក់ SL នៅតំបន់បែកខាងលើនេះតិចទៅណាបែកខាងលើនេះទៅយើងដាក់ SL នៅក្នុងរង្វង់ប៉ុណ្ណឹងទៅបានហើយមិនងាយចូលទេបើយើងចូលឲ្យវាដាច់តាមប៉ុណ្ណឹងទៅបើយើងចង់លេងទីផ្សារ SL តែបើយើងចូលតូចមិនបាច់ចាំដាក់ SL ទេណាមិនបាច់ចាំដាក់ SL ទេចឹងវិធីសាស្ត្រនៃការឆែកតំបន់ឆែក zone ឆែក HMC នេះគឺយើងជូនខ្លីៗត្រឹមប៉ុណ្ណឹងហើយបងប្អូនប្រឹងប្រែងមើលខ្លួនឯងបន្ថែមទៅទាក់ទងមួយការឆែកកម្លាំងចុង shadow មិនអី HMC ហ្នឹងគឺព្យាយាមចំណាំហ្នឹងនៅក្នុងមេរៀនយើងលម្អិតប៉ុន្តែដោយសារតែការចែកម្លែកវាមានដែនកំណត់ហើយបើយើងចែកម្លែកអស់ទៅពេលខ្លះយើងអាចនឹងយកទៅអនុវត្តខុសអញ្ចឹងហើយបានជារួមទៅជា concept យើងយល់អញ្ចឹងតែបើយើងចង់ស៊ីជម្រៅតើយើងមានការសិក្សាបន្ថែមអញ្ចឹងណាបាទអញ្ចឹងខ្ញុំសូមចែករំលែកត្រឹមប៉ុណ្ណឹងអរគុណច្រើនបងប្អូនអរគ្នាជូនពរជោគជ័យនៅក្នុងវិស័យ Forex ទាំងអស់គ្នាបាទអរគុណ